ចំពោះអាហារដែលយើងគួរតែជៀសវាងសម្រាប់អ្នកជំងឺរលាកភ្នាសកាពះតែញ៉ាំថ្នាំហើយវាបានតែមួយធូរពេលដែលយើងភ្លេចខ្លួនស្រាប់តែអាការៈទាំងអស់ហ្នឹងត្រឡប់មកវិញទេបច្ចុប្បន្ននេះជំងឺរលាកភ្នាសកាពះរ៉ាំរ៉ៃហ្នឹងគឺកើតមានច្រើនមែនទែនពីមុនយើងធ្លាប់ឃើញតែទៅលើមនុស្សចាស់ទេឥឡូវទៅលើក្មេងៗក៏ជួបច្រើនដូចគ្នាដែរអ្នកណាខ្លះធ្លាប់មានចុកច្អល់នៅចុងដង្ហើមហើយមានកាហាយនៅទ្រូងចុកដល់ឆ្អឹងខ្នងផ្នែកខាងក្រោយឬក៏យើងហៅថាការបោះដៃផុតនៅខាងក្រោយខ្នងរបស់យើងនឹងអាការៈទាំងអស់ហ្នឹងវាជាអាការៈមួយនៃបញ្ហារលាកទៅលើភ្នាសរបស់កាពះរបស់យើងនៅពេលដែលអាស៊ីតរបស់កាពះវាមកប៉ះជាមួយទៅនឹងជាងកាពះផ្ទាល់អាការៈទាំងអស់ហ្នឹងយើងតែងតែញ៉ាំថ្នាំហើយវាបានតែមួយធូរពេលដែលយើងភ្លេចខ្លួនស្រាប់តែអាការៈទាំងអស់ហ្នឹងត្រឡប់មកវិញប្រហែលជាអ្នកទាំងអស់គ្នាមើលរំលងទៅលើចំណុចសំខាន់មួយកត្តាចំណីអាហារជាចំណុចមួយដែលយើងមិនគួរមើលរំលងទេចំពោះអាហារដែលយើងគួរតែជៀសវាងសម្រាប់អ្នកជំងឺរលាកភ្នាសកាពះអាហារដែលមានជាតិជូរហឹរនិងអាហារផ្អាប់អាហារទាំងអស់នេះជាប្រភេទអាហារមួយដែលផ្ដល់ទុកទោសច្រើនមែនទែនដល់សុខភាពកាពះរបស់អ្នកទាំងអស់គ្នាហើយចំពោះអាហារមួយប្រភេទទៀតគឺជាអាហារចៀនបំពងដែលសម្បូរទៅដោយជាតិខ្លាញ់ច្រើនហ្នឹងក៏ជាអាហារមួយដែលមិនជាល្អសម្រាប់សុខភាពដែរចំពោះភេសជ្ជៈដែលគួរតែជៀសវាងគឺគ្រឿងស្រវឹងដែលយើងស្គាល់ថាជាស្រាប៊ីយ៉ាដែលមានជាតិអាល់កុហុលហ្នឹងវាផ្ដល់ទុកទោសច្រើនមែនទែនដល់សុខភាពក្រពះរបស់អ្នកទាំងអស់គ្នាចំពោះភេសជ្ជៈមួយប្រភេទទៀតគឺកាហ្វេតាមការសិក្សាគឺល្អចំពោះសុខភាពថ្លើមក៏ប៉ុន្តែมันល្អជាមួយទៅនឹងសុខភាពកាពះរបស់អ្នកទាំងអស់គ្នាទេបើសិនជាអ្នកដែលមានបញ្ហាធ្លាប់មានបញ្ហារលាកកាពះហើយឬក៏ធ្លាប់មានបញ្ហាចុកច្អល់លើចុងដង្ហើមនឹងហើយគួរតែជៀសវាងពុំគួរញ៉ាំកាហ្វេជាប្រចាំនោះទេបាទ